ថ្ងៃនេះនៅបានជាឆាប់នោះអីចាខ្ញុំមិនជាតែអ្នកគ្រូក៏អាណិតម៉ាក់របស់ក្មួយដល់ហើយខំមកអង្គុយកំដរពេញមួយយប់តែម្ដងហើយមីនកំពុងតែបញ្ចុះបបោហើយឬរកហើយក៏ទៅលេបថ្នាំថ្ងៃនេះសូមអនុញ្ញាតនាំបងអូនមីវទៅរកពេទ្យដែរណាជួយប្រាប់អំសាញឲ្យខ្ញុំផងព្រមស្ដាប់តាមសម្រួលទៅអីក៏ដូចជាអត់មានបញ្ហាស្អីនោះទេខ្ញុំក៏នៅឆ្ងល់ដែរណាដែលអ្នកណាប្រាប់ថាគេពិបាកបង្ក្រាបណាតែក៏មិនដូចដែលគេថាសោះកុំតន់សរុបអីណាបើមីវរឹងពឹងហើយនោះនាងប្រហែលជាទប់ទល់គេមិនបានទេមនុស្សស្អីគេចេះអត់ជាជីវធម៌ពេកហើយចាំឲ្យគេភ្ញាក់សិនទៅណាចាំនាំគេទៅរកពេទ្យមីនជួយប្រាប់អំសាញត្រៀមឡានផងទៅនេះចាប់បានអរគុណចាក្លិននេះទៀតហើយនៅទីបំផុតខ្ញុំក៏បានឃើញដើមផ្កាភ័យពិតមែនមិនក៏ប្រហើនម្លេះទើបបានជាហ៊ានមកបាយផ្កាភយមរបស់ផារីតប៉ាត់ដឹងទេថាម្ចាស់គេការពីឲ្យម្នេះនេះគឺជាផ្កាភយមរបស់ខ្ញុំតែមកក្រាស់ដើមភយមនេះនៅផ្ទះភយមហើយចោះឯងគឺជាអ្នកនេះទើបបានជាហ៊ានមកអាំងសិតធ្វើជាម្ចាស់នេះគឺអ្នកគ្រូឡាស៊ីកាដែលជាគ្រូប្រចាំថ្មីរបស់អ្នកនាងមីវតើនៅបានប្រហែលថ្ងៃទេប្រយ័ត្នស្រ័យជុំរត់ទៅបើដោះម្ដាយនៅឯផ្ទះទេនេះមិនមែនជារឿងធម្មតានោះទេបរិញ្ញាគេការពារផ្កាប្រយ៉ងណានាងឆាប់ទៅចាំនៅបន្ទប់ធំសិនទៅណាចាំខ្ញុំតាមទៅធ្វើជាសាក់សីឲ្យចាមាត់រឹងនេះឯងចង់បដិសេធទេថាមិនបានកាច់ផ្កាប្រយ៉ងមកនោះទើបតែបណ្ដៅថ្មីមានតែដឹកខ្យល់ស្អីថាម្ចាស់គេនេះការពៀនថ្ងៃដំបូងសោះចរិតចោលក៏ចេញមកបាត់ទៅហើយលើក្រោយបែបនេះតទៅមិនប្រមូលឲ្យវាយវ៉ាន់ទៅអស់ទេអ្នកស្រីបរិឆាត់ក៏ការពារឲ្យស្រួលបួលផងដែរអញ្ចឹងអ្នកនាងវ៉ាន់បានឃើញអ្នកគ្រូឡាស៊ីកាកាច់ផ្កាមកមែនដែរទេចាអូយអ្នកស្រីបរិឆាត់ចានេះទៅតែជួបអ្នកគ្រូមកថ្មីថ្ងៃដំបូងនេះត្រូវមុនខ្សែបន្ទន់ចិត្តរហូតដល់កាន់ជើងហើយមែនដែរទេ